អ្នកបានផ្ញើ100,000តើអ្នកកំពុងព្យាយាមធ្វើអ្វីឲ្យរបស់នោះមកខ្ញុំឬរងចាំឲ្យគេពិន័យធ្វើអ្វីដែលអ្នកគិតថាល្អបំផុតខ្ញុំនឹងទូរស័ព្ទទេឥឡូវនេះបងហ្វេងនិយាយទូរស័ព្ទពិតជាលយណាស់អស្ចារ្យណាស់កាក់មាស100ត្រូវបានដោះដូរយក9ទីបំផុតខ្ញុំទទួលបានលេខ9ហើយខ្ញុំត្រូវប្រញាប់ឡើងស្វែងរកអ្នកទិញដែលមានចំណេះដឹងយ៉ាងឆាប់រហ័សមានតែពេលនោះទេដែលខ្ញុំអាចយកសម្លៀកបំពាក់លេងល្បែងបានដឹងទេថាបងហ្វេងចាញ់បងប្រុសខ្ញុំត្រូវតែនាំអ្នកទៅពិធីមង្គលការរបស់យើងតើមានអ្វីកើតឡើងចំពោះការរៀបចំទន្សាយនេះរងចាំម៉ូឈីងពេលយើងរៀបការកុំលេងសើចជាមួយខ្ញុំអីខ្ញុំមិនបានលេងសើចទេខ្ញុំគ្រាន់តែលេងសើចទេអ្នកសង្ហាណាស់ហើយដូច្នេះការធានារ៉ាប់រងសុខភាពដ៏សុចរិតនិងក្លាហានជំនាញរបស់គាត់ថែមទាំងល្អជាងជំនាញរបស់ឪពុកខ្ញុំទៀតផងម៉ូឈីងអ្នកបានធ្វើឲ្យខ្ញុំតាំងចិត្តរៀបការជាមួយអ្នកអូសុំទោសខ្ញុំត្រូវទទួលការហាយទូរស័ព្ទនេះអ្នកពិតជាព្រះអង្គសង្គ្រោះរបស់ខ្ញុំអូហ្វេងគឺមានរឿងអ្វីមួយបានកើតឡើងចំពោះអ្នកកុំប្រញាប់អីប៉ាខ្ញុំមានបញ្ហាអ្វីមនុស្សបានបញ្ឆោតខ្ញុំឲ្យរៀបចំផ្ទះរបស់ខ្ញុំ50សម្រាប់ជួសជុលនិងសាងសង់ផ្ទះបានយកវាទៅទិញប៉ូសេឡែនបុរាណឧបករណ៍នេះត្រូវបានលក់ទៅឲ្យអ្នកលក់ដែលមានតម្លៃខ្ពស់ជាងពេលផ្លែឈើនោះត្រូវបានលក់វាត្រូវបានកំណត់អត្តសញ្ញាណវាមិនមែនជារឿងខ្លាំងៗទេវាមិនមែនជា500សូនវានៅណានេះព្រោះវាអស់ទាំងអស់តើអ្នកដឹងទេថាគាត់បាននិយាយអ្វីបរិះម្នាក់ឈ្មោះវ៉ងឈៀវហ្គៀងនៅហ្វាជិងមួយដែលខ្ញុំបានទិញគឺល្អកុំបារម្ភអីខ្ញុំនឹងជួយអ្នកសួរអ្នកដទៃអំពីមនុស្សម្នាក់នេះតើអ្នកដឹងអ្វីខ្លះអំពីគាត់ទេលោកគ្រូស៊ូតើលោកគ្រូដឹងទេសួរជាងតោះប្រញាប់ឡើងហើយទទួលបានផលិតផលពិតពីទីក្រុងឲ្យលោកគ្រូស៊ូរងចាំអីបើកូនប្រញាប់គ្រាន់តែទៅប៉ាខ្ញុំបាននាំបងប្រុសវីនមកវិញខ្យល់បក់ស្រាលកំពុងបក់មកប្រញាប់ឡើងហើយដើរចេញលាហើយស៊ូលោកគ្រូអ្នកគឺជាមនុស្សពិសេសរបស់ឪពុកខ្ញុំចូលចិត្តស្ទីលរបស់ Laibe រូបភាពនេះទើបតែថតនៅក្នុងការដេញថ្លៃនេះជាការវិលត្រឡប់របស់គ្រួសារស៊ូវាជាប្រពៃណីមួយវាត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់នៅក្នុងគ្រួសារស៊ូរបស់យើងមនុស្សគ្រប់គ្នាកំពុងស្វែងរកនិងថែរក្សាផ្លែប្រូននេះទាក់ទងនឹងវត្ថុពណ៌តើទ្រព្យសម្បត្តិរបស់គ្រួសារស៊ូរបស់យើងបានបាត់ទៅហើយឬដោយគិតថាលោកគ្រូស៊ូពិតជាអ្នកគ្រប់គ្រងដ៏ស្មោះស្ម័គ្ររបស់លីបៃខ្ញុំចាំបានថាល្បែងផឹករបស់ខ្ញុំថេបេឆេងរបស់រាជវង្សសុងឡៃកងយ៉ានរូបភាពបោះពុម្ពមួយសន្លឹកមានតម្លៃ2ការធ្វើអត្តឃាតក្នុងយុគសម័យ100,000 លានថេបេកាត់អក្រិតកម្មមានតម្លៃ8លានលោកលីបៃជាវិម្នាក់មកពីរាជវង្សយាននិងរាជវង្សសុងធ្លាប់ពិការតម្លៃនៃក្រដាសប្រាក់ទាំងនោះគឺ5លានយ៉នព្រះជាម្ចាស់ឲ្យអ្វីទាំងអស់នៅទីនេះគឺពិតប្រាកដ Pension Peng ស័ក្តិសមនឹងឈ្មោះរបស់វាខ្ញុំគ្រាន់តែមិនដឹងអំពីស្រា Laibe Wine Slash របស់ខ្ញុំទេតើខ្ញុំអាចផ្ដល់ឲ្យគាត់បានប៉ុន្មានទៀតខ្ញុំគ្រាន់តែវាទាំងអស់គឺអាស្រ័យលើរបៀបដែលអ្នករៀបចំប្រអប់នេះមានអ្វីនៅក្នុងនេះគឺជាមរតកគ្រួសារស៊ូរបស់យើងត្រកូលនេះបាននិយាយថាវាមានតម្លៃមិនអាចកាត់ថ្លៃបានប៉ុន្តែវាបានឆ្លងកាត់4ជំនាន់រួចហើយយ៉ាងណាក៏ដោយគ្មាននរណាម្នាក់យល់ពីតម្លៃពិតប្រាកដនោះទេតើតម្លៃនៃការអញ្ជើញអ្នកនៅថ្ងៃនេះនៅឯណាគាត់មកទីនេះដើម្បីសិក្សាជាមួយខ្ញុំការស្រាវជ្រាវលើគ្រាប់ឈើក្រញូងរាជវង្សឈិងស្រោមការពារនេះមានតម្លៃ50,000 យ៉នស្រទាប់ខាងក្រោមត្រូវបានបន្ថែមដោយលោក Laibe នៃរាជវង្សថេងតម្លៃសៀវភៅកត់ត្រារំកិលដែកយ៉មានតម្លៃ120លានយ៉នតាមពិតទៅមាន Laibe នៅក្នុងប្រអប់នោះស្នាដៃដើមពិតជាស័ក្តិសមជាមរតកគ្រួសារកំណប់ទ្របប្រអប់នេះទាំងខាងក្នុងនិងខាងក្រៅមិនមានចន្លោះប្រហោងឬយន្តការណាមួយដើម្បីស្វែងរកនៅខាងក្រៅនោះទេមនុស្សធម្មតាមិនព្រមបំផ្លាញវាទេគ្មានអ្វីចម្លែកទេដែលគ្រួសារស៊ូបានឆ្លងកាត់រឿងនេះជំនាន់4មិនបានរកឃើញស៊ូទេលោកគ្រូប្រអប់នេះធ្ងន់ណាស់ជាធម្មតាវាមិនគួរមានស្រទាប់បន្ថែមទេខ្ញុំបាននិយាយថាឈែវិញឆ្លាតណាស់ទម្ងន់នៃប្រអប់នេះពិតជាវាពិតជាចម្លែកណាស់ខ្ញុំបានស្វែងរកច្រើនពីមុនមកអ្នកជំនាញបានមកធ្វើការវិតម្លៃប៉ុន្តែពួកគេខ្ញុំមិនដឹងថាយន្តការនៅឯណាទេខ្ញុំពិតជាមិនដឹងថាត្រូវចាប់ផ្ដើមពីណាទេខ្ញុំដឹងថាយន្តការនៅឯណាហើយបងហ្វេងបងប្រុសតើបងដឹងដោយរបៀបណាថាយន្តការនោះនៅឯណាខ្ញុំមិនត្រឹមតែដឹងថាស្ថាប័ននោះនៅឯណាទេខ្ញុំក៏ដឹងពីរបៀបបើកវាដែរប៉ុន្តែនេះជារបស់តែមួយគត់វិធីសាស្ត្រទាំងនេះអាចខុសខើបន្តិចស៊ូលោកគ្រូសូមក្រឡេកមើលរឿងនេះសូមអភ័យទោសឲ្យខ្ញុំទុកចិត្តអ្នកដូច្នេះសូមបន្តធ្វើវាទៅឧបករណ៍ល្អរបស់ខ្ញុំទាំងអស់គឺនៅទីនេះមរតកតើនេះជាអ្វី
តើអ្នកបើកទ្វារដោយរបៀបណាទៅបងប្រុសវីនអ្នកដែលដឹងអ្នកអាចមើលឃើញថាមិនមានស្រទាប់បន្ថែមនៅទីនេះទេតើចន្លោះប្រហោងអ្វីដែលអាចបំបែកបានតែទោះយ៉ាងណាក៏ដោយគ្មានវិធីណាដើម្បីបើកវាបានទេ